សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់ Channel របស់ខ្ញុំវីដេអូនេះដែរខ្ញុំចង់បង្ហាញអ្នកនរគ្នាពីរបៀបនៃការដាក់បទចម្រៀងខ្មែរនៅក្នុង Story នៅលើ Facebook ដូចយើងដឹងស្រាប់ហើយថា Facebook ឥឡូវបន្ទាប់ពីការអាប់ដេតគឺអត់មានបទចម្រៀងខ្មែរទេទោះតែយើងប្រើ VPN filter location ប្រទេសណាដែលគេអនុញ្ញាតឲ្យឃើញអញ្ចឹងអាហ្នឹងខ្ញុំមិនដឹងថាយល់មិនទេខ្ញុំខ្ជិលបញ្យល់ណាប៉ុន្តែដើម្បីបានបទចម្រៀងខ្មែរគឺយើងត្រូវការ VPN ដើម្បី fix ទៅប្រទេសណាដែលគេ support អញ្ចឹងទៅហើយនៅក្នុងវីដេអូនេះដែរខ្ញុំចង់ចែក tip មួយដែលអាចឲ្យយើងដាក់ប្រើ VPN តែម្ដងទេព្រោះតែយើងប្រើ VPN ម្ដងរួចលើកក្រោយយើងបាច់ប្រើ VPN ក៏យើងអាចដាក់បទចម្រៀងនឹងលេងបានអញ្ចឹងណាអ្នកគ្នាយ៉ាកុំឲ្យខាត់ពេលយូរយើងចូលទៅវីដេអូរបស់ខ្ញុំទាំងអស់គ្នាតែនិយាយច្រើនវល់ទាំងខ្ញុំឡើយជាដំបូងអ្នកគ្នាត្រូវការ VPN មួយដើម្បី fix location ហើយស្រាប់ VPN នឹងដែរអ្នកគ្នាយកតាមខ្ញុំក៏បានបើសិនជាក្នុងករណី search តែអត់ឃើញ VPN ដូចខ្ញុំអ្នកគ្នាយក VPN ផ្សេងក៏បានដែរហ្នឹងហើយអត់តម្រូវថាយក VPN តាមខ្ញុំបានធ្វើចេញអត់ទេអ្នកគ្នា search VPN ណាដែលគេ free ទៅយើងយក download ដាក់សាកមើលក៏បានសម្រាប់ខ្ញុំប្រើ VPN Cat នេះតើមកយើងធ្វើការបើកគឺយើងដាក់តអាមេរិកខ្ញុំ connect វាទៅយកអា free ណាអ្នកគ្នាហ្នឹងហើយយើងមិនបាច់ប្រើលុយទេយើងប្រើតែ free ទៅហ្នឹងហើយយើងបន្ទាប់មកយើងចូលទៅក្នុង Facebook របស់យើងមកដើម្បីធ្វើការតេស្តថាវាចេញអត់ហ្នឹងហើយដោយសារនេះខ្ញុំប្រើ Wi-Fi វារាំងលឿនតែបើអ្នកគ្នាប្រើអ៊ីនធឺណិតអាចនឹង slow ហ្នឹងហើយយើងចូល story មកយើងយករូបភាពមួយមកខ្ញុំដាក់រូបភាពមួយតមកនេះវាចេញបទចម្រៀងខ្មែរនេះ Hot Boy ប្រាថ្នាស្អីគេហើយក្នុងវីដេអូគឺអត់បានដាក់សកដាក់អីទេព្រោះខ្លាចជប់ copyright អីចឹងទៅនេះគឺខ្ញុំអូឲ្យមើលនេះគឺសិតសឹងតែជាបទចម្រៀងខ្មែរទេហ្នឹងហើយអានេះ New Life បទ New Life របស់ Wanda តារាចម្រៀងហ្នឹងហើយហើយបទចម្រៀងដល់ពេលដែលខ្ញុំដាក់ទៅបទចម្រៀងគឺវាសិតតែលឺទាំងអស់ទេប៉ុន្តែខ្ញុំបានបិទសលេងហើយយកមក voice over អីចឹងណាអ្នកគ្នាព្រោះឯបើដាក់បទចម្រៀងមិនដាក់ទៅអាចនឹង copyright យ៉ាដូចជាដឹងស្រាប់ហើយហ្នឹងហើយនេះគឺជាគេយ៉ាងលេង style មាន style lyric style អីចឹងណាអ្នកគ្នាអាហ្នឹងដូចយើងធ្លាប់ដឹងហើយអាហ្នឹងមិនមែនជាអីទេហ្នឹងហើយ tip មួយទៀតដែលខ្ញុំបាននិយាយពីដើមវីដេអូហ្នឹងគឺ tip យើងប្រើបទចម្រៀងនឹងម្ដងហើយដល់ពេលលើកក្រោយយើងមិនបាច់ចាំប្រើ VPN ទៀតទេគឺយើងអាចប្រើបទចម្រៀងហ្នឹងលេងបានរហូតអញ្ចឹងណាខ្ញុំធ្វើការ remove រួចខ្ញុំយកពាក្យ music ទៅមកអ្នកគ្នា save បទចម្រៀងអ្នកគ្នាចង់បានទុកលេងពេលក្រោយដោយមិនបាច់ប្រើ VPN ណាហ្នឹងហើយយើងចុចអា tre 3មកយកពាក្យថា save នេះបន្ទាប់ពីខ្ញុំបានធ្វើការ save បទចម្រៀងជាច្រើនដើម្បីទុកលេងបទចម្រៀងខ្មែរជាច្រើនដើម្បីទុកលេងនៅពេលក្រោយកុំបាក់ប្រើ VPN ណាអ្នកគ្នាខ្ញុំ delete story នេះចោលទៅមកខ្ញុំទៅ disconnect VPN ថាខ្ញុំអាចបើកបទចម្រៀងខ្មែរបានអត់អីចឹងណាហ្នឹងហើយដើម្បីជាការបន្សល់ដល់អ្នកគ្នាថាពេលដែលយើងអត់បើក VPN គឺយើងអាចធ្វើការលេងបទចម្រៀងដែលយើងបាន save នឹងបានអញ្ចឹងខ្ញុំដាក់រូបភាពដដែលទៅមកយើងយកបទចម្រៀងមកឃើញអត់ពេលដែលយើងអត់ VPN គឺអត់ឃើញបទចម្រៀងខ្មែរទេដើម្បីបានលេងបទចម្រៀងខ្មែរដែលយើងបាន save ទុកអ្នកគ្នាយកកន្លែង save ទៅហ្នឹងហើយបន្ទាប់ពី save ទៅហ្នឹងទៅគឺវាសូបទចម្រៀងដែលយើងបាន save ទុកលេងហ្នឹងណាសិតតែខ្មែរដែលខ្ញុំបាន save មុននៅក្នុងវីដេអូរបស់ខ្ញុំហ្នឹងហើយបទចម្រៀងគឺវាលឺទាំងអស់ទេអ្នកគ្នាដោយសារតែខ្ញុំខ្លាចជប់ copyright ទៅខ្ញុំបានបិទខ្ញុំ mute អានឹងរួចខ្ញុំ voice over ថ្មីអញ្ចឹងហ្នឹងហើយសង្ឃឹមថាអ្នកគ្នាធ្វើបានដែរហ្នឹងហើយវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេអ្នកគ្នាគឺអ្នកគ្នាធ្វើទៅគឺអត់មានអីបាក់ទេប៉ុណ្្នឹងeasy យ៉ាជួបគ្នានៅវីដេអូក្រោយទៀត